សួស្តីប្រិមិត្តលេងe-football ទាំងអស់គ្នាហើយថ្ងៃនឹងដែរខ្ញុំនឹងប្រាប់ពីទម្រង់លេងដែលល្អហ្នឹងហើយដែលលេងសម្រាប់អ្នកនរគ្នាដែលចង់លេងខ្លាំងណាខ្ញុំនឹងប្រាប់ពីទម្រង់លេងនឹងទូនីតិឲ្យបានខ្វះក្បាយជូនទៅដល់អ្នកនរគ្នាដើម្បីអ្នកនរគ្នាងាយស្រួលយកទៅលេងរ៉េងលេងអីចឹងណាអ្នកនរគ្នាហ្នឹងហើយនេះគឺជាការប្រតិបត្តិការផ្ទាល់របស់ខ្ញុំហ្នឹងហើយគឺឡើងដល់ top 1ហើយប្រវត្តិនៃការលេងសូមតែចាញ់ទេចាញ់ត្រឹម12ស្មើ10ហើយឈ្នះ33ហ្នឹងហើយហ្នឹងអ្វីដែលខ្ញុំបានធ្វើតេស្តជាមួយនឹងទម្រង់លេងរបស់ខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំបង្កើតផ្ទាល់តែម្ដងគឺខ្ញុំច្នៃកីឡាករយូរទៅសម្រាប់កីឡាករបើចង់ខ្លាំងគឺយើងត្រូវការច្នៃខ្លួនឯងដែរមិនមែនជាតែបោកតាមគេណាគឺវាអត់សូវល្អទេអ្នកគ្នាហ្នឹងតែយោបល់ខ្ញុំដែលខ្ញុំធ្លាប់លេងពីមុនមកណាគ្នានេះការប្រវត្តិការប្រកួតខ្ញុំគឺលះសដៃចាញ់ទេ5ប្រកួតចាញ់1ស្មើ1ឈ្នះ3អ្នកគ្នាហ្នឹងហើយអូខេឥឡូវយើងក៏លេខទៅមើលទម្រង់លេខរបស់ខ្ញុំអ្នកគ្នានេះគឺជាទម្រង់លេខដែលខ្ញុំលេងអ្នកគ្នាសម្រាប់ទម្រង់លេងរបស់ខ្ញុំគឺខ្សែប្រយុទ្ធគឺខ្ញុំដាក់go pusher មិនន័យថាសម្រាប់អ្នកបញ្ចប់ទីគឺខ្ញុំដាក់ខាងស្ដាំដៃសម្រាប់បញ្ចប់ទីហ្នឹងហើយអ្នកគ្នាបន្ទាប់មកខ្ញុំដាក់ CF ដែលមាន Fox in box ហ្នឹងមានថាការប៉ះនៅក្នុងកន្លែងប្រយុទ្ធរបស់គេគឺមានថាប៉ះនៅក្នុងតំបន់គ្រោះថ្នាក់ប្រយុទ្ធប៉ះនៅក្នុងតំបន់គ្រោះថ្នាក់សម្រាប់ការប្រើ skill ដែរគឺខ្ញុំពិចារណាគឺខ្ញុំប្រើ CF គឺខ្ញុំប្រើអត្ត awareness 96 បូកឡើងល្អសម្រាប់ប្រយុទ្ធគឺប្រយុទ្ធស្រួចហើយមួយទៀតពិសេសនោះគឺអាមួយនេះ acceleration ក៏ល្អដែរគឺអាហ្នឹងគឺសម្រាប់ប្រយុទ្ធ speed ត្រឹម90បូកឡើងល្អបើបាន96 97កាន់តែល្អដូចឧបវិយ៉ាងខ្ញុំអញ្ចឹងឧបវិយ៉ាងខ្ញុំគឺអត្ត average ចាំតិចអ្នកនេះសម្រាប់អត្ត average របស់ខ្ញុំគឺ9ដល់98នោះគឺខ្លាំងមែនទែនអ្នកនេះហើយមួយទៀតនេះ speed 99អានេះខ្ញុំឡើង98អ្នកនេះហ្នឹងហើយម៉ែប្រយុទ្ធស្រួចមែនទែនទម្រង់លេខរបស់ខ្ញុំហ្នឹងឯអ្នកគ្នាគឺនេះជាទម្រង់លេខ4-2-2-2ហើយឥឡូវចូលដល់ខ្សែប្រយុទ្ធកណ្ដាលគឺខ្ញុំប្រើខាងស្ដាំនេះខ្ញុំប្រើ creative player ការបង្កើតឱកាសហ្នឹងហើយ creative player បន្ទាប់មកខ្ញុំប្រើខាងឆ្វេងខ្ញុំប្រើ hold player មានន័យថាលក្ខណៈលេងនៅក្នុងគ្រប់តំបន់ទាំងអស់នៅតំបន់កណ្ដាលហ្នឹងគឺលេងល្អមែនទែនសម្រាប់កណ្ដាលខ្ញុំប្រើខ្សែការពារ2ខ្សែការពារ2នេះមានដូចជា box to box នេះlàការប៉ះបាល់នៅចំកណ្ដាលហ្នឹងលក្ខណៈប៉ះទៅវិញទៅមកនៅក្នុងប្រអប់ហ្នឹងហើយនៅក្នុងប្រអប់មកក្នុងកន្លោនហ្នឹងអ្នកនេះហ្នឹងហើយគឺគាត់លេងជុំវិញហ្នឹងតែម្ដងសម្រាប់destroyer កណ្ដាលមួយទៀតគឺខ្ញុំប្រើ the destroyer ហ្នឹងហើយ destroyer គឺល្អមែនទែនសម្រាប់ការពារកណ្ដាលមានថា the destroyer មានថាការពារនៅចំកណ្ដាលគឺគាត់នៅតែការពារទេគឺគាត់អត់ឡើងទេតែសម្រាប់ខ្សែការពារនេះគឺគាត់អាចនឹងឡើងទៅប៉ះ 1-2 នៅលើអញ្ចឹងគាត់ឡើងទៅម្នាក់ហើយចឹងមានន័យថានៅសមម្នាក់ទៀតគឺគាត់នៅការពារគាត់អត់ឡើងទេហ្នឹងហើយចឹងល្អមែនទែនសម្រាប់គេបោកវិញគឺអត់សូវដាច់មាត់អូខេឥឡូវចូលដល់ខ្សែការពារសម្រាប់ខ្សែការពារគឺខ្ញុំប្រើស្លាបខាងស្ដាំគឺខ្ញុំប្រើអត្ត full back នេះថាគាត់ឡើងប្រយុទ្ធជួយប្រយុទ្ធគេផងហើយគាត់ចោះនៅពេលដែលគេដាច់មាត់គឺគាត់នឹងចាស់ជួយ support មកវិញអញ្ចឹងណាលក្ខណៈអត្ត full back នេះថាប្រយុទ្ធឲ្យគាត់នឹងមកវិញប្រយុទ្ធឲ្យគាត់មកវិញហ្នឹងប្រើខាងស្ដាំហ្នឹងគឺល្អហ្នឹងហើយមួយទៀតឥឡូវខ្ញុំនិយាយពីស្លាបឆ្វេងវិញ LB សម្រាប់ LB បើសិនជាអ្នកគ្នាមាន Paolo Maldini
គឺល្អមែនទែនហើយមួយទៀតសំខាន់បំផុតគឺ skill របស់គាត់ player style ហ្នឹងគឺ defensive fullback មានន័យថាគាត់នៅតែនេះទេអ្នកនេះគឺគាត់នៅតែdefend ការពារនៅស្លាប់ខាងហ្នឹងគឺគាត់នៅតែម្ដុំហ្នឹងទេគាត់អត់សូវឡើងខ្លាំងដូចអត្ត fullback ទេអ្នកនេះសម្រាប់អត្ត fullback គឺឡើងខ្លាំងបន្ទាប់មកខ្សែប្រយុទ្ធកណ្ដាលបើសិនជាអ្នកមាន PP ដាក់ PP មកក៏ល្អដែរសម្រាប់ PP គឺខ្ញុំលេង The Destroyer មានតែឲ្យគាត់នៅតែការពារក្រុមទូបាល់យើងដាច់ប៉ុណ្ណាក៏ដោយគាត់នៅការពារដែរហើយគាត់អត់ឡើងទេអ្នកគ្នាគាត់អត់សូវឡើងខ្លាំងទេ Destroyer បើសិនជាអ្នកនោះដាក់ bowling up អីអាចនឹងឡើងលើខ្ពស់តិចតែបើដាក់ The Destroyer គឺល្អបើសិនជាអ្នកគ្នាមាន The Destroyer CB2 អ្នកគ្នាអាចដាក់ Destroyer 2ក៏បានដែរហើយភ្លេចមួយទៀតអ្នកគ្នាសម្រាប់យកកណ្ដាលបើសិនជាមាន Anchorman ក៏ល្អដែរ Anchorman ចាប់តិចខ្ញុំរក Anchorman ឲ្យមើលអ្នកគ្នានេះសម្រាប់ Anchorman មាន Anchorman ក៏ល្អដែរដាក់កណ្ដាលដូចជា Friend Riscard ក៏ល្អដែរAnchorman ណាគ្នានេះ Anchorman មិនន័យថាគាត់ការពារកណ្ដាលរឹងតែម្ដងអ្នកគ្នាអាហ្នឹង Anchorman ហើយមួយទៀតគោលខ្ញុំប្រើជាមួយនឹងអត្ត goalkeeper វាលក្ខណៈអត្ត goalkeeper ហ្នឹងមានថាពេលបាល់គេដាច់ចឹងគេស្រួលមកដាច់ចឹងគាត់អាចនឹងឡើងទៅសង្គ្រោះបាល់ភ្លាមលឿនតែម្ដងហ្នឹងហើយសម្រាប់គ្រូវិញអ្នកនេះគ្រូគឺពីច្រើនគឺខ្ញុំចូលចិត្តលេង position game ហ្នឹងហើយគ្រូនេះនេះComo ហ្នឹងហើយគ្រូ Como ក្រុម Como គឺល្អអាហ្នឹងសម្រាប់ខ្ញុំ recommend ណាបើអ្នកគ្នាមានដាក់លេងទៅគ្រូហ្នឹងគឺគាត់មានតួនាទីជួយ booster ការប៉ះយើងឲ្យល្អមួយជាមួយនឹងការពារហ្នឹងមានថាលុកគេឲ្យដល់មានថាបានទៅចិត្តគេបត់អូសមកអញ្ចឹងលុកយកបាល់តែម្ដងគឺល្អមែនទែនសម្រាប់គ្រូមួយហ្នឹងបុកមួយនេះ play style អូខេហ្នឹងហើយអ្នកសម្រាប់តម្រងលេងដែលល្អបំផុតហ្នឹងហើយខ្ញុំ recommend អ្នកគ្នាលេងតម្រងបែបចឹងមកបើសិនជាអ្នកគ្នាមានណាហ្នឹងហើយអរគុណច្រើនអ្នកគ្នាហ្នឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកគ្នាហើយអរគុណច្រើនអ្នកគ្នាសម្រាប់តាមដានវីដេអូហ្នឹងកុំភ្លេចជួយ subscribe ចុច like ចុចញ៉ាំកណ្ដឹងម្នាក់មួយផងអ្នកគ្នាហ្នឹងហើយជួបខ្ញុំនៅវីដេអូថ្មីបន្តទៀតអ្នកគ្នាបាយបាយ